បនមេខបូជាគឺជាបនដ៏សំខាន់មួយសម្រាប់បណ្ដាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាដែលតែងតែប្ររពធ្វើនៅក្នុងខែមិញគឺជាខែទី3របស់ខ្មែរប្រទេសកម្ពុជាបានប្រារព្ធកម្មវិធីបុណ្យនេះតាំងតែពីបុរាណកាលមកក្នុងរជ្ជកាលព្រះអង្គឌួងក្រុងឧដុង្គពុទ្ធសករាជ2397គ្រិស្តសករាជ1854ហើយក៏បានប្រារព្ធតមកគ្រប់វត្តអារាមរហូតមកដល់សពថ្ងៃនេះបុណ្យមេខបូជាសម្រាប់ព្រះពុទ្ធសាសនាគឺគេប្រារព្ធរំលឹកនឹកទៅដល់ព្រឹត្តិការណ៍ធំពីរនៅក្នុងព្រះពុទ្ធសាសនាដែលព្រះអង្គគង់ប្រជញ្ញនៅឡើយហើយជាប់តាក់ទងជាមួយនឹងខែមិញព្រឹត្តិការណ៍ទាំងពីរនោះគឺព្រឹត្តិការណ៍ទី1គឺថាការប្រជុំចតុរង្គព្រឹត្តិការណ៍ទី1គឺទើបនឹងបានត្រាស់ព្រឹត្តិការណ៍ទី2គឺចិត្តចូលបរិនិព្វានព្រឹត្តិការណ៍ពីរនេះគ្រាន់តែត្រូវគ្នាក្នុងខែមិញប៉ុន្តែឆ្នាំខុសគ្នាមួយទើបនឹងត្រាស់ថ្មីហើយមួយទៀតគឺនៅក្នុងពេលដែលព្រះអង្គចិត្តបរិនិព្វានឯណោះព្រឹត្តិការណ៍